រដ្ឋបាលលោកដូណាល់ត្រាំផ្ដល់ជូនផែនការឈប់បាញ់ចំនួន15ចំណុចដល់អ៊ីរ៉ង់ V-Active មោទកភាពភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកបានល្អហើយឆាប់រហ័ស រដ្ឋបាលលោកដូណាល់ត្រាំនៅយប់ថ្ងៃអង្គារបានផ្ដល់ផែនការឈប់បាញ់ចំនួន15ចំណុចដល់អ៊ីរ៉ង់នេះបើយោងតាមមនុស្សម្នាក់ដែលត្រូវបានជូនដំណឹងអំពីគម្រោងនៃសំណើនេះបើទោះបីជាយោធាអាមេរិកបានត្រៀមខ្លួនហៅកងទ័ពយ៉ាងហោចណាស់ 1000 នាក់បន្ថែមទៀតដើម្បីបំពេញបន្ថែមកងទ័ពប្រហែល 50000 នាក់រួចមកហើយនៅមជ្ឈិមបូព៌ាក៏ដោយយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី25 ខែមីនាឆ្នាំ2026ថាផែនការនេះត្រូវបានដាក់ជូនទៅអ៊ីរ៉ង់ដោយអន្តរការីមកពីប្រទេសប៉ាគីស្ថានដែលផ្ដល់ជូនធ្វើជាម្ចាស់ផ្ទះនៃការចរចាឡើងវិញរវាងទីក្រុង Washington និងទីក្រុង Tehran នេះបើយោងតាមបុគ្គលម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈការផ្សាយ The New York Times គឺជាអ្នកដំបូងគេដែលបានរាយការណ៍ថាផែនការនេះត្រូវបានប្រគល់ជូនមន្ត្រីអ៊ីរ៉ង់មន្ទីរបញ្ចកោណក៏កំពុងស្ថិតក្នុងដំណើរការនៃការដាក់ពង្រាយអង្គភាពកងម៉ារីន2កងពលដែលនឹងបន្ថែមកងម៉ារីនប្រហែល 5000 នាក់និងនាវិករាប់ពាន់នាក់ទៅកាន់តំបន់នេះចលនាទាំងនេះកំពុងត្រូវបានរៀបចំឡើងខណៈដែលលោកដូណាល់ត្រាំកំពុងរៀបចំផែនការដើម្បីផ្ដល់ឲ្យខ្លួនលោកនៅភាពបត់បែនអបបរមាលើអ្វីដែលលោកនឹងធ្វើបន្ទាប់